លោកគ្រូក្នុងវីដេអូនេះខ្ញុំសូមបង្ហាញទាក់ទងទៅនឹងការធ្វើតារាងវត្តមានសិស្សបាទដើម្បីឲ្យសិស្សចុះហត្ថលេខាក្នុងពេលប្រឡងអញ្ចឹងលោកគ្រូគ្រាន់តែចូលចំណុចហ្នឹងមកហើយលោកគ្រូគ្រាន់តែជ្រើសរើសសិស្សបាទសិស្សថ្នាក់ទីម៉ានហើយដូចគ្នាមកតុខ្លងតុយើងអង្គុយមួយនាក់30ឬ25លោកគ្រូកំណត់បែបហ្នឹងហើយសម្រាប់ខែណាបាទសម្រាប់ខែមករាខែកុម្ភៈលោកគ្រូអាចផ្លាស់ប្ដូរបានហើយបន្ទាប់មកទៀតលោកគ្រូអាចជ្រើសរើសបន្ទប់បានអញ្ចឹងឧទាហរណ៍ថាថ្នាក់ទី7សិស្សយើងទាំងអស់មាន100នាក់ជាងអញ្ចឹងមានសរុបមាន6បន្ទប់អញ្ចឹងលោកគ្រូអាចធ្វើការព្រីនម្ដងមួយរហូតដល់បន្ទប់លេខ6មកបាទអញ្ចឹងរហូតដល់បន្ទប់លេខ6អស់ចំនួនសិស្សលោកគ្រូអាចធ្វើការព្រីនបានបាទអញ្ចឹងមកដល់ចំណុចនេះបន្ទាប់ពីរើសបន្ទប់ហើយអញ្ចឹងឃើញថាអវត្តមានសិស្សរបស់យើងគឺមានតែចំនួន5មុខវិជ្ជាទេមានតែ6មុខវិជ្ជាទេអញ្ចឹងវាបាត់6មុខវិជ្ជាទៀតអញ្ចឹងលោកគ្រូធ្វើដូចគ្នាដោយគ្រាន់តែយើងផ្លាស់ប្ដូរបាទមុខវិជ្ជាសម្រាប់ថ្ងៃទី2បាទអញ្ចឹងមានន័យថាថ្ងៃទី2លោកគ្រូព្រីនមួយដូចគ្នាប៉ុន្តែមុខវិជ្ជាផ្សេងគ្នាបាទផ្សេងគ្នាដដែលអញ្ចឹងលោកគ្រូធ្វើការព្រីនថ្ងៃទី2ដូចគ្នាចាប់ពីបន្ទប់លេខ1រហូតដល់បន្ទប់លេខ6សម្រាប់ថ្នាក់ទី7ហើយថ្នាក់ទី8បាទដូចគ្នាលោកគ្រូធ្វើការព្រីនបន្ទប់លេខ1រហូតដល់បន្ទប់លេខ8លេខ6នឹងដូចគ្នាមកបាទមានថ្ងៃទី1មានមួយច្បាប់ហើយថ្ងៃទី2មួយច្បាប់អញ្ចឹងនៅពេលដែលប្រឡងសិស្សគាត់អាចចុះហត្ថលេខានៅត្រង់ចំណុចនេះបានហើយតើតើនឹងក្បាលបញ្ជីនេះលោកគ្រូអាចផ្លាស់ប្ដូរបានហើយតើតើនឹងលេខរៀងត្រង់ចំណុចនេះលោកគ្រូអាចធ្វើការបញ្ចូលបានពីលេខប្រមាណទៅបាទហើយត្រង់ចំណុចថ្ងៃចន្ទទេសសុយគតិហ្នឹងវានឹងផ្លាស់ប្ដូរដោយស្វ័យប្រវត្តិត្រង់ចំណុចខែនេះមានន័យថាលោកគ្រូគ្រាន់តែផ្លាស់ប្ដូរខែហើយលោកគ្រូអាចព្រីនបានអត់ចាំបាច់ធ្វើវាច្រើនសារទេអញ្ចឹងតើតើនឹងវីដេអូក្នុងការធ្វើវិជ្ជាវត្តមានអំឡុងពេលសិស្សប្រឡងហ្នឹងអាចឲ្យគាត់ចុះហត្ថលេខាបានមានតែប៉ុណ្្នឹងទេសូមអរគុណ